ជាគ្រប់រូបត្រូវតែដឹងនេះគឺជាផែនទីសម្រាប់ប្រើប្រាស់ផ្ទៃក្នុងដោយមានខ្សែព្រំដែនដកស្រង់ពីផែនទីឧបសម្ព័ន្ធមួយសារក្រមឡាអេថ្ងៃទី15មិថុនា1962បាទអញ្ចឹងចាប់ពីខ្សែក្រហមទៅលើនេះគេហៅខាងជើងវាមានប្រទេសសៀមនេះប្រទេសសៀមហើយចាប់ពីខ្សែក្រហមចុះមកក្រោមទិសខាងត្បូងហើយងាកមកខាងស្ដាំដៃគេហៅទិសកើតហើយខាងឆ្វេងដៃនេះគឺខាងលិចអញ្ចឹងខ្សែក្រហមនេះគឺជាខ្សែក្រហមជាបន្តព្រំដែនកម្ពុជាសៀមដែលសៀមនិងកម្ពុជាទទួលស្គាល់បាទហើយនេះគឺជាភ្នំទ្របបាទអញ្ចឹងពីភ្នំទ្របមកដល់ខាងជើងត្រង់តើមានចម្ងាយប៉ុន្មានគីឡូម៉ែត្រនៃភ្នំទ្របហើយងាកមកនេះគឺជាប្រលានឥន្ទ្រីអញ្ចឹងបើយើងគូសបន្តត្រង់ទៅខាងជើងត្រង់មានចម្ងាយប្រមាណហើយមកខាងកើតត្រង់ព្រំដែននេះពីបន្តព្រំដែនមកនេះមានចម្ងាយប្រមាណគីឡូម៉ែត្របាទអញ្ចឹងពីដើមប្រទេសយើងអត់មានផ្លូវទេអញ្ចឹងភ្ញៀវទេសចរទាំងអស់តែងតែជិះយន្តហោះមកចតនេះរួចហើយមកលេងប្រាសាទព្រះវិហារនេះបាទក៏មិនអត់មានផ្លូវទេហើយនេះវត្តកែវសិក្ខាគិរីស្វារៈអញ្ចឹងបើយើងវាស់ពីវត្តនឹងទៅទិសខាងជើងត្រង់មានចម្ងាយប៉ុន្មានហើយងាកមកខាងកើតគឺប្រាសាទព្រះវិហារហើយពីកម្មចណ្ដើនេះមកដល់ពីព្រំដែនមកដល់ចណ្ដើមានចម្ងាយប៉ុន្មានបាទអញ្ចឹងយើងមើលជើងកូនខ្មែរទាំងអស់គ្នាត្រូវតែចងចាំឃើញទេសំខាន់ណាស់នេះដែលសៀមចង់បានឥឡូវនេះគេហៅថាវាលឥន្ទ្រីពីដើមដោយសារយើងអត់មានផ្លូវមានអីចឹងភ្ញៀវទេសចរគាត់ចុះគាត់ជិះអេឡេកូមកចុះត្រង់នេះរួចហើយគាត់មកលេងប្រាសាទនេះ